ជំរាបសួរគ្រូអុកខ្ញុំបាទឈ្មោះអាងមិញអាយមកពីក្រុម FV7 ហើយថ្ងៃនេះប៉ុណ្ណាខ្ញុំមកធ្វើការ record វីដេអូដែលតាក់ទងជាមួយនឹង FTP server អញ្ចឹងបងខ្ញុំសូមធ្វើការ login សិនចូលខ្ញុំ sign in ចឹងដោយសារខ្ញុំបាន sign in ហើយភាសាទូទៅវាចូលចឹងតែម្ដងតើមកខ្ញុំចូលកន្លែង easy to តទៅទៀតខ្ញុំសូមធ្វើការចូលកន្លែង instant ចឹងខ្ញុំបើក switch នេះឲ្យវា running សិនចឹងរងចាំឲ្យវា start service សិនកន្លែង instant ខ្ញុំបានបង្កើតហើយភាសាអញ្ចឹងខ្ញុំអត់ចាំបាច់បង្កើតម្ដងទៀតទេខ្ញុំដល់ទៅកន្លែងចឹងសូមចូលកន្លែង security group នេះ security group ដែលខ្ញុំបានបង្កើតមិញតោះខ្ញុំចូលក្នុងនោះមកហើយខ្ញុំធ្វើការ edit inbound rule នេះចឹងមកដល់កន្លែងនេះខ្ញុំសូមធ្វើការ add rule មួយទៀតកន្លែងខ្ញុំយក custom ឥឡូវខ្ញុំយក SH ដាក់ allow port 21ហើយកន្លែងនេះខ្ញុំយក anywhere នេះដាក់ study ចាំមកខ្ញុំ add rule មួយទៀតនេះ allow port 5000ទៅ5100វានេះ very គ្នាកន្លែងនេះយក study ដូចគ្នាមកអញ្ចឹងខ្ញុំ save rule ចឹងខ្ញុំបានបង្កើតបានហើយចឹងបន្ទាប់ពីខ្ញុំបង្កើតបានខ្ញុំសូមចូលកន្លែង instant នេះវិញចូលកន្លែងនេះមកសូមធ្វើការ connect នេះខ្ញុំចង់ copy នេះ comment មួយនេះមកចូលទៅកាន់ git bus តបទីខ្ញុំសូមធ្វើការ cd ចូលទៅ download សិនចឹងខ្ញុំបាន cd ចូលហើយចឹងខ្ញុំសូមធ្វើការ paste comment នឹងចូល enter មកតបទីខ្ញុំធ្វើការ copy comment នេះមួយទៀតចឹងសូមការ video ធំតិច paste comment នឹងចូលមក copy នោះទៀត enter ចឹងយក yes ចឹងបន្ទាប់ពីហ្នឹងហើយខ្ញុំសូមធ្វើការ sudo update វាសិន app update ចឹងខ្ញុំបាន update ហើយអីចឹងខ្ញុំសូមធ្វើការ upgrade វាម្ដងទៀតបាទចឹងយើងសូមធ្វើការរងចាំវាបន្ទាប់ពីវាដំណើរការរួចសិនមក
Trongបន្ទាប់ពីយើងធ្វើការ upgrade ហើយចឹងសូម Ctrl L ដើម្បី clear វាចោលសិនចឹងច្រកបន្ទាប់គឺយើងធ្វើការ install VF ចឹងសូមធ្វើការវាយ command sudo apt install vsft pd ចឹងសូមធ្វើការ enter មកចឹងខ្ញុំសូមយក y enter ចឹងវាធ្វើការ install ឲ្យយើងរួចរាល់ហើយចឹងបន្ទាប់ខ្ញុំសូមធ្វើការវាយ command cd / ជាមួយនឹង etc / សូម enter បាទ no directory ចឹងខ្ញុំសូមធ្វើការវាយម្ដងទៀតcd / ជាមួយនឹង etc / enter ចឹងបន្ទាប់ខ្ញុំសូមធ្វើការ ls ដកជាមួយនឹង lh ចឹងខ្ញុំសូមធ្វើការ grep vf ftp dot conf សូម enter ចឹងនេះវាបានមកហើយចឹងបន្ទាប់ពីវាបានហើយបន្តទៀតខ្ញុំធ្វើការ backup វាទុកមួយវាយ command sudo cp vf.conf ទៅជា vf.conf ហើយយើងធ្វើការ .back បែកខុសត្រូវសូមធ្វើការ clear វាចោលសិនចូលចឹងសូមធ្វើការវាយ command នេះដើម្បី backup សូម enter មកមើលថា get back អូខេចឹងតិចចឹងបន្ទាប់មកយើងធ្វើការ grab មើលវាម្ដងទៀតមកចឹងនេះវាមាន 2 file អានេះ file ដើមហើយអានេះ file ដែលខ្ញុំបាន backup ទុកចឹងវាចេញ 2 file មកចឹងបន្តទៀតយើងធ្វើការ nano ដើម្បីធ្វើការ file មួយចំនួននៅក្នុង file នេះចឹងសូមបាយ command sudo nano vf /conf ចឹងសូមធ្វើការ enter ចឹងខ្ញុំសូមចូលមើលកន្លែង local enable នេះឲ្យវាស្មើចេះ local enable នេះចឹងកន្លែង local enable នេះខ្ញុំបានដាក់វាចេះហើយវា default មកចឹងស្រាប់ចឹងបន្តមកទៀតអានឹង command write enable ឲ្យវាស្មើចេះដែរ write enable នេះ write enable ការលុបចោលចឹងបន្តមកទៀត ch root ឲ្យវាស្មើចេះដែរទៅរក ch root មក
ជានៅក្រោមចាំតិចនេះកន្លែងនេះ ch root local user នេះខ្ញុំ enable វាស្មើ yes ដែរចឹងសូមចូលមើលទៀតដូចជាយើង add command line ថ្មីនេះចឹងបន្ទាប់ពីយើងបើកឲ្យវាស្មើ yes ហើយយើងធ្វើការ time comment ចឹងខ្ញុំសូមធ្វើការ copy comment នេះមកនេះ pass យើង scroll មកក្រោមគេនេះចឹងខ្ញុំសូមធ្វើការនេះtime comment 3 time ទៀតចឹងខ្ញុំសូមធ្វើការចូលទៅ copy មកខ្ញុំបាន save ទុកនេះCtrl C ចូលធ្វើការ pass វាចឹងបន្ទាប់ពីខ្ញុំបានធ្វើការ pass ខ្ញុំចុច Ctrl X ចុច Y Enter ចឹងខ្ញុំបានធ្វើការ save វាហើយចឹងចំណុចបន្ទាប់នេះគឺការ restart switch ដោយប្រើ command នេះហើយចុងត្បូងខ្ញុំសូមធ្វើការចូលទៅកាន់ Git របស់ខ្ញុំវិញហើយធ្វើការវាយ command sudo system ctl restart vfជាមាន dot switch ទេ sub enter មកចឹងបន្ទាប់នេះគឺខ្ញុំសូមធ្វើការវាយ command status អញ្ចឹង sudo system ctl status vs hg ចឹងនេះបន្ទាប់នេះយើងបានឃើញកន្លែងនេះវា active running ហើយចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងទៅការ app មួយឈ្មោះថាចាំទីបានតឡើងមកមិញនេះ file នេះហើយខ្ញុំចូលកន្លែង Site Manager ចឹងខ្ញុំសម្បូរ new site មួយទៀតដាក់ftp server ហើយនេះខ្ញុំយកចឹងកន្លែងនេះខ្ញុំដូរកន្លែង sh នេះហើយកន្លែង normal នេះយក key file ហើយកន្លែងនេះ key file នេះខ្ញុំប្រើទៅលើអា key file ខ្ញុំបាន download ហ្នឹង key file នេះ file ខ្ញុំ open មកជា port នេះដូចជាអត់ដាក់ទេចឹងកន្លែង user នេះខ្ញុំចូលទៅ check នេះវាយ command who am I មកដើម្បី check អូខេចាកន្លែង user ដាក់ ubuntu មកហើយកន្លែងហោះនេះខ្ញុំចូលទៅកាន់ instance នេះ IPv4 នេះ copy វាយកទៅ pass មកខ្ញុំសូមធ្វើការ connect មក
ចឹងនេះខ្ញុំធ្វើការ connect បានហើយខ្ញុំសូមធ្វើការកើត directory មួយដាក់ FTP client ចឹងនៅក្នុងនេះខ្ញុំអត់សូមបង្កើត file មួយដាក់ main.txt ចឹងអូខេចុងខ្ញុំបានបង្កើតឈ្មោះនេះហើយខ្ញុំមកដល់នេះហើយយើងសូមធ្វើការ ls.8 មកចឹងនេះ file client នេះដែលខ្ញុំបានបង្កើតមិញហើយមាន armai.txt ដែលខ្ញុំបានបង្កើតមិញនៅក្នុងនេះចឹងវីដេអូនោះមានប៉ុណ្ណឹងអរគុណលោកគ្រូដែលបានទស្សនាវីដេអូមួយនេះ